បងប្អូននៅខាងក្រោយខ្ញុំនេះគឺជាឆាកមួយដ៏ធំដែលពីមុនមកខ្ញុំមិនដែលឃើញទេបងប្អូនហើយនេះគឺជាស្តង់ដារនៃសម្លេងមួយដែលខ្ញុំបានឃើញវានៅក្នុងប្រទេសអ៊ីតាលីតែម្ដងមកអញ្ចឹងកម្មវិធីនេះគឺ Luca Summer Festival បាទសួស្តីបងប្អូនពីមុនយើងធ្វើនៅ Aeon 2យើងបានជួបគ្នាជាមួយគាត់ហើយគាត់បាន training យើងច្រើនមែនទែនហើយបានជួបគ្នាទៀតហើយបាទគាត់ដាក់ធ្វើ system ឆាកនៅខាងក្រៅយើងទាំងអស់បាទអញ្ចឹងល្អមែនទែនហើយជួបម្ដងទៀតបាទជម្រាបសួរម្ដងទៀតបាទអញ្ចឹងបងប្អូនចាំហើយកាលមុនយើងធ្វើនៅ Aeon 2គាត់គេដាក់ទៅ training យើងនៅ Aeon 2តែម្ដងបាទហើយ system ដែលប្រើទាំងអស់គឺ technology ទាំងអស់បាទ DB technology ទាំងអស់ហើយអ្វីដែលសំខាន់គឺបំផុតនោះគឺឆាកពិតជាស្អាតមែនទែនហើយសម្លេងបច្ចេកវិទ្យាទាំងដែលអ្វីដែលយើងបានសិក្សាមិញនេះគឺវាល្អមែនទែនមកវារឿងវាអស្ចារ្យមែនទែនបាទហើយនៅខាងក្រៅខ្ញុំនេះគឺជាឆាកមួយដែលខ្ញុំជំរាបបងប្អូនដែលខ្ញុំមិនបានឃើញទេពីលើកទី1ដែលខ្ញុំបានឃើញនៅទីនេះតែម្ដងបាទហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយនៅស្រុកខ្មែរយើងនឹងមានឆាកបែបនេះដែរបាទនេះពិតជាស្តង់ដារមែននេះពិតជាឆាកដែលប្រកបដោយគុណភាពមែនបាទខ្ញុំមក And then couple of 310 per side as extra sounding because not today but for example in the last អរគុណបងប្អូនច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទនេះគឺជាអ្វីដែលខ្ញុំចង់នាំឲ្យបងប្អូនបានឃើញថាតើអ្វីជាគុណភាពស្តង់ដារពិតប្រាកដគឺបែបនេះបាទអញ្ចឹងបងប្អូនមើលខាងក្រោយក្នុងខ្ញុំបងប្អូននេះខាងក្រោយក្នុងគឺឆាបាទបងប្អូននេះឆាគេចិត្តចាប់ផ្ដើមហើយបងប្អូនឥឡូវនេះនៅទីនេះមកគាត់ថាមកថាមិនទេម៉ោង 7:09 អញ្ចឹងនៅម៉ោង 7:09 ជប់ប៉ុន្តែមេឃនៅតែភ្លឺបងប្អូនម៉ោង 9 ជប់នេះមេឃនៅភ្លឺម៉ោង 10 ជប់មេឃនៅភ្លឺដែរអញ្ចឹងនេះម៉ោង 9 ជប់នៅស្រុកខ្មែរយើងអាចជាម៉ោង 2 ឬម៉ោង 4 ហើយបាទអញ្ចឹងគេអត់ចាប់ផ្ដើមទេតែគេចាប់ផ្ដើមបាទ Don't be envious of me up here drinking water. It's like drinking bath water. Fucking hot. How we doing, Luca?